ជំរាបសួរខ្ញុំបាទឈ្មោះសារ៉ាតជាភ្នាក់ងារប្រឹក្សាយោបល់អចលនទ្រព្យថ្ងៃនេះខ្ញុំមានកិត្តិយសនឹងជម្រាបជូនបងប្អូនអំពីលំនៅឋានទី2នៅក្នុងខេត្តសៀមរាបហេតុអ្វីបានជានិយាយអំពីប្រធានបទនេះឡើងផ្ទះទី2នៅក្នុងខេត្តសៀមរាបនោះមានន័យថាលោកអ្នកមានផ្ទះឬក៏លំនៅឋាននៅទីក្រុងផ្សេងខេត្តផ្សេងហើយក៏ដោយនេះជាផ្ទះទី2ដែលខ្ញុំយកមកបង្ហាញបងប្អូនហើយផ្ទះនេះសាងសង់នៅក្នុងបរិវេណទំហំដីចំនួន 9,300 ម៉ែត្រការ៉េដែលផ្ទះនេះមានចំនួន3ខ្នង1ខ្នងរីឯ2ខ្នងទៀតទំហំតូច1ខ្នងសម្រាប់ជាផ្ទះភ្ញៀវមកលេងសួរសុខទុក្ខអីជាដើមរីឯ1ខ្នងខាងនេះគឺជាផ្ទះសម្រាប់អ្នករស់នៅជាមួយបាទអញ្ចឹងបរិវេណដីនៅជុំវិញនេះដីឡូនេះគឺប្រកបទៅដោយផាសុកភាពមានមុខងារជាច្រើននៅក្នុងផ្ទះនេះមានតាំងពីបរិវេណកន្លែងក្មេងលេងកន្លែងធ្វើព្រឹត្តិការណ៍រៀបចំព្រឹត្តិការណ៍ជប់លៀងដូចជាខួបកំណើតឬក៏រៀបការប៉ុន្តែផ្ទះនេះដែលធ្លាប់ប្រើប្រាស់កន្លងមកគឺជាផ្ទះស្នាក់នៅផងនិងរៀបចំកម្មវិធីជប់លៀងរបស់បុគ្គលិកក្រុមហ៊ុន view ល្អណាស់បងប្អូន view ល្អណាស់មកមើលបរិវេណនិងទីធ្លាផ្ទះនេះដែលមានរចនាសម្ព័ន្ធល្អហើយសាងសង់ដោយជនជាតិបារាំងម្ចាស់ផ្ទះក៏ជាជនជាតិបារាំងនេះជាច្រកចូលហើយសងខាងអាងត្រីត្រង់កន្លែងខ្ញុំឈរនេះគឺជារានហាលហើយរានហាលផ្ទះនេះនៅមួយជុំនឹងវិញនឹងទាំងអស់នៅចំណុចខ្ញុំឈរនេះទីតាំងទទួលភ្ញៀវលក្ខណៈជា open air ទីតាំងទទួលភ្ញៀវនេះគឺធំទូលាយមែនទែនតែម្ដងបើគិតជារៀបដាក់ថាតុទទួលភ្ញៀវមិនតិចជាង50នាក់ទេនៅជាប់នឹងទីតាំងទទួលភ្ញៀវនឹងមានចង្ក្រានកម្ពស់កម្ពស់នៃការរចនាកម្ពស់មិនកម្ពស់សម្រាប់តែបរទេសខ្ពស់ទេសូម្បីតែជនជាតិខ្មែរយើងនោះក៏អាចឈរតម្រូវនឹងប៉ុណ្ណឹងដែរការសិក្សានិងការ design បានគិតយ៉ាងល្អិតល្អន់ដោយជនជាតិបារាំងរីឯកន្លែងនេះគឺជាឆាកសម្ដែងសិល្បៈមហោស្រពអីផ្សេងៗតែមានកម្មវិធីហើយមើលពីទីនេះអ្នកចូលរួមនិងអ្នកកម្មវិធីគឺនៅខាងក្រោមរីឯសិល្បៈនៅខាងលើដូច្នេះមើលឆាកមើលភ្លើងពេលបើកយប់ឡើងគឺភ្លើងស្រស់ស្រាយស្រស់ត្រកាលប្រកបទៅដោយសួនច្បារនិងដើមឈើធំនៅជុំវិញនេះហើយរីឯប្រព័ន្ធភ្លើងវិញទៀតបញ្ជាដោយទូរស័ព្ទដៃដែរបើកពីចម្ងាយលោកអ្នកនៅភ្នំពេញក៏បិទភ្លើងនៅទីនេះបានដូចគ្នាផ្ទះនេះបញ្ជាក់ម្ដងទៀតគឺនៃការប្រើប្រាស់ផ្ទះនេះគឺលក្ខណៈងាយស្រួលស្មាតស័ក្តិសមនឹងបងប្អូនធ្វើជាលំនៅឋានទី2នៅក្នុងខេត្តសៀមរាបនឹងតែម្ដងចំណុចទីតាំងកន្លែងនេះមើលទៅឬក៏អ្នកដែលចូលរួមក្នុងកម្មវិធីហ្នឹងកន្លែងសម្ដែងសិល្បៈនៅកន្លែងនោះអគារបែកខាងនេះផ្ទះចំនួន2បន្ទប់អគារខាងនេះជាផ្ទះមាន2បន្ទប់ជុំវិញផ្ទះនេះប្រកបទៅដោយដើមឈើរុក្ខជាតិធំតាំងពីដើមត្នោតដើមឈើទាលនិងសួនច្បារដ៏ទូលំទូលាយក្នុងផ្ទៃដីតែ 9,300 ម៉ែត្រការ៉េទេហាក់បីដូចជាទីវាលវាយកូនគោលមួយដ៏ធំប្រសិនបើមានកម្មវិធីមានសិល្បៈមានអីចូលរួមកន្លែងនេះទុកឲ្យជាងភ្នួងនៅជាប់នឹងគ្នាហ្នឹងទីតាំងនេះគឺជាកន្លែងចំណតរថយន្តនៅកន្លែងនេះនៅក្នុងរោងនេះមានចំនួន3រថយន្តតាក់ទងនឹងការធ្វើបទបង្ហាញរបស់ខ្ញុំបាទនៅពេលនេះតាក់ទងនឹងលំនៅឋានបងប្អូនមានចំណាប់អារម្មណ៍ចង់បានផ្ទះឬលំនៅឋានទី2អាចទាក់ទងមកខ្ញុំបាទបានខ្ញុំបាទឈ្មោះសុកសារ៉ាត់លេខទូរស័ព្ទទំនាក់ទំនងខ្ញុំ017 26 79 Telegram ក៏បាន WhatsApp ក៏បានខ្ញុំមានជំរើសផ្ទះផ្សេងទៀតតែផ្ទះនេះមិនមែនសម្រាប់លក់ទេគ្រាន់តែជាផ្ទះគំរូសម្រាប់បងប្អូនតែប៉ុណ្ណោះសូមអរគុណនិងសូមជម្រាបលា